សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់និយាយអំពីរឿងលុយក្តៅខ្ញុំគិតថាអ្នកនរគ្នាប្រកាសជាយល់ហើយថាលុយក្តៅដែលខ្ញុំកំពុងនិយាយនេះផ្ដោតទៅលើអីខ្ញុំមានសាច់ញាតិធ្វើការនៅកាស៊ីណូប៉ុន្តែគាត់មិនមែនជាបុគ្គលិកកាស៊ីណូទេគាត់ជាអ្នកដូរលុយជាអ្នកប្រចាំជាកុងស៊ីគាត់ប្រាប់ខ្ញុំថាលុយដែលរកបានពីកាស៊ីណូនេះវាជាលុយក្តៅបើសិនជាគាត់បានមកហើយគាត់អោបទុកអត់ព្រមចាយគឺធ្វើឲ្យគាត់បើមិនមានរឿងក្នុងផ្ទះទេគឺឈឺអញ្ចឹងគាត់ត្រូវតែពវល់លុយហ្នឹងទៅធ្វើអីផ្សេងទៀតហើយភាគច្រើនគឺគាត់យកទៅវត្តធ្វើបុណ្យប៉ុន្តែគាត់អាចឈប់បានទេដោយសារតែនៅក្នុងកាស៊ីណូវាហូបបានប៉ុន្តែគាត់នៅតែនិយាយដដែលរាប់ឆ្នាំពីរឿងលុយក្តៅនេះថាហ្នឹងគឺជាលុយក្តៅដែលគាត់រកបានហ្នឹងខ្ញុំខ្លួនឯងក៏ធ្លាប់ធ្វើការនៅកាស៊ីណូដែរធ្វើជាអ្នកគិតលុយតាមរេស្តូរ៉ង់ខ្ញុំអូសនៅលើ TikTok ប្រហែលជាអាទិត្យមុនឃើញមានអ្នកគេផុសសួរថាតើការងារក្នុងកាស៊ីណូវាខុសអីការខ្ញុំនៅក្មេងអាយុខ្ទង់ជិត20ជាងហ្នឹងក៏មិនគិតថាការងារកាស៊ីណូវាខុសទាំងស្រុងដែរខ្ញុំគ្រាន់តែគិតថាកន្លែងការងារហ្នឹងវាមិនល្អសម្រាប់យើងដែលជាអ្នករៀនសូត្រជា IT វាអត់មានអនាគតទេអានេះជាគំនិតរបស់ខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំអាចឲ្យចម្លើយបានថាការងារកាស៊ីណូវាខុសអីទីមួយយើងនិយាយតាមពុទ្ធសាសនាទៅចុះយើងទៅបម្រើកន្លែងលេងល្បែងយើងទៅបម្រើកន្លែងដែលបំផ្លាញគ្រួសារអ្នកដទៃហើយដូចមីងខ្ញុំនិយាយអញ្ចឹងគឺយើងទៅយកលុយក្តៅរបស់គេដែលគេចែកឲ្យតិចជាប្រាក់ខែហ្នឹងមកចឹងហ្នឹងហើយគឺជាការខុសសួរថាវាខុសច្បាប់ឬអត់វាអត់ខុសច្បាប់ទេកាស៊ីណូគឺជាការងារស្របច្បាប់ហើយអ្នកដែលធ្វើការនៅក្នុងកាស៊ីណូក៏ពួកគាត់មិនមែនអាក្រក់ដែរខ្ញុំធ្លាប់មានអ្នកធ្វើការជាមួយគ្នាអ្នកខ្លះគេយកចិត្តទុកដាក់យើងគេជួយបញ្យល់យើងណែនាំយើងគេប៉ាវយើងស៊ីចុកពេលដែលយើងអត់លុយគេដឹងថាយើងប្រាក់ខែតិចហ្នឹងគេប៉ាវយើងទៀតអញ្ចឹងពួកគាត់ចិត្តបានគ្រាន់តែកាស៊ីណូគឺជាកន្លែងក្តៅចឹងហើយបើនិយាយថាខុសហើយអ្នកខ្លះគាត់មើលស្រាលអីហ្នឹងអាហ្នឹងជាគំនិតរបស់គាត់ទេជាការវាយតម្លៃរបស់គាត់ខ្លួនឯងឥឡូវនេះលុយក្តៅនៅស្រុកខ្មែរយើងក៏តាក់ទងជាមួយនឹងកាស៊ីណូដែរប៉ុន្តែវារីកទៅដល់ scam បើសិនជាខ្ញុំនិយាយតែពាក្យថា scam មួយម៉ាត់អ្នកខ្លះគាត់យល់ថាអូគ្រាន់តែជាកន្លែងបោកប្រាស់គ្នាអនឡាញអីហ្នឹងតែវាមិនមែនតែប៉ុណ្្នឹងវានៅមានតាក់ទងនឹងការរត់ពន្ធមនុស្សមួយទៀតខ្ញុំធ្លាប់តាមដានព័ត៌មានតាក់ទងនឹងរឿងរត់ពន្ធមនុស្សនេះយូរហើយក៏ធ្លាប់ស្ដាប់អ្នកដែលគាត់រួចខ្លួននិយាយពីបទពិសោធន៍ខ្លួនឯងដែរស្ដាប់ទៅគឺវាជាបទពិសោធន៍មិនល្អទេហើយខ្ញុំគិតថាបើខ្ញុំជួបអញ្ចឹងវិញប្រហែលជាមិនអាចទ្រាំដោយពួកគាត់ផងប៉ុន្តែដោយសារតែ scam នេះវាមានលុយច្រើនអញ្ចឹងពេលដែលវាទៅដល់កន្លែងណាមួយមានមនុស្សទៅអោបជើងវាច្រើនអាហ្នឹងគឺជាលុយក្តៅហើយលុយក្តៅនេះវាពេលដែលបានមកយើងសប្បាយមកផ្លែអញ្ចឹងទៅក៏វាមានរឿងទៅដោយសារតែខ្ញុំមិនមែនជាអ្នកដែលមានជំនឿអីទៅលើរឿងអស់ហ្នឹងពេលដែលខ្ញុំនិយាយទៅវាមិនសូវដិតនៅក្នុងអារម្មណ៍ទេតែអ្នកនេះអាចគិតចេះបានរបស់មួយដែលមានគេស្អប់ខ្ពើមច្រើនហើយយើងខំទៅអោបវាថ្ងៃណាមួយគេនឹងស្អប់យើងដែរក្នុងអំឡុងពេលសង្គ្រាមនេះសៀមវាយករឿង scam ហ្នឹងមកវាយប្រហារខ្មែរយើងនៅលើបណ្ដាញសង្គមវាហៅស្រុកខ្មែរថា Scambodia បើសួរថាមាន scam ទេមានយើងឃើញថាមានការបង្ក្រាបជាបន្តរហូតដែលខ្ញុំអាសាឃើញនៅលើព័ត៌មានណាបង្ក្រាបនៅកន្លែងនេះទៅបីតែនៅក្នុងភ្នំពេញហ្នឹងក៏មានដែរខ្ញុំសង្ឃឹមថាម្ដុំដែលខ្ញុំរស់នៅនេះវាអត់មានទៅចោះលុយប្រភេទហ្នឹងបើសិនជាអាចអ្នកនរគ្នាកុំចង់បានអីល្អជាងកុំធ្វើជាមនុស្សអាត្មានិយមពីព្រោះ scam នេះជាបញ្ហាស៊ីរូងនៅកាន់តែយូរស៊ីកាន់តែរូងដូចខ្ទុះចឹងមើលតែរឿងរបស់ធនាគារ Print មួយទៅតើវារីកធំដល់ប៉ុណ្ណាហើយវាប៉ះពាល់គេឈ្មោះប្រទេសយើងដល់ប៉ុណ្ណាហើយអ្នកដែលមិនខ្វល់គឺគាត់នៅតែមិនខ្វល់អញ្ចឹងហ្នឹងខ្ញុំមិនទៅនិយាយអីទេព្រោះខ្ញុំគិតថាបើយើងចង់រស់នៅសុខយើងស្រែកថាយើងស្រឡាញ់សន្តិភាពយើងកុំលូកដៃទៅប៉ះលុយក្តៅហ្នឹងវាមានតែប៉ុណ្្នឹងហើយបើយើងប៉ះហើយទៅវាគង់តែលាកទេថ្ងៃណាមួយហើយឥឡូវនេះវាលាកបដាហើយលាកតាមខេត្តខ្លះឧទាហរណ៍ដូចជាកោះកុងអីកំពុងតែភាសឹកនេះហើយខ្ញុំអត់និយាយថាពួកគាត់សមនឹងទទួលអញ្ចឹងទេខ្ញុំមិនចង់ឲ្យវាកើតមានរឿងអស់ហ្នឹងទេព្រោះម៉ែក្មេកឲ្យក្មេកខ្ញុំក៏នៅខេត្តហ្នឹងដែរឥឡូវនេះពួកគាត់មិនតន់ត្រឡប់ទៅផ្ទះវិញផងព្រោះខ្លាចថាទៅវិញទៅគេផ្លោងគ្រាប់ទៀតទៅរត់ទៀតទៅអញ្ចឹងគាត់ខ្ជិលគាត់ទៅខេត្តផ្សេងសិនចាំមើលថាពេលណាដែលរដ្ឋបាលគេឲ្យទៅចាំយើងត្រឡប់ទៅវិញខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់ឲ្យអ្នកនរគ្នាដែលជាប្រជាជនធម្មតានេះយល់ផងថាអាលុយបែបណាដែលវាជាលុយក្តៅហើយការជួយរបស់យើងសូម្បីយើងលក់នំឲ្យពួកវាស៊ីក៏ដោយក៏យើងចាត់ទុកថាជួយវាដែរយើងជួយគ្រប់គ្រងឧស្សាហកម្មហ្នឹងវិស័យហ្នឹងឲ្យវារីកចម្រើនតើយើងចេះខ្លាចលុយក្តៅទើបយើងនៅបានសុខប៉ុន្តែយើងចង់បានលុយខ្លាំងយើងរៀនធ្វើ YouTube រៀនអីទៅណាធ្វើដូចខ្ញុំចឹងទៅចាយលុយតាក់តក់ពី YouTube ចឹងទៅវាគ្រាន់បើជាងទៅ
សុំចែកលុយពីពួក scam ខ្ញុំសង្ឃឹមថាប្រទេសយើងនឹងមានវិធីដោះស្រាយរឿងនេះហើយគ្រាន់តែសង្ឃឹមទេខ្ញុំគ្មានដំណោះស្រាយអីទេអរគុណចាំជួបគ្នានៅក្នុងវីដេអូក្រោយ